យើងរាល់ថ្ងៃមានពេលខ្លះអត់មានបានសួរខ្លួនឯងទេណាញាតិញោមតើខ្លួនឯងហ្នឹងមកវត្តហ្នឹងដើម្បីអ្វីហើយមកហ្នឹងមកអន្សំបុណ្យឬក៏មកអន្សំបាបហ្នឹងហើយអញ្ចឹងយើងគប្បីសួរខ្លួនយើងណាញាតិញោមហ្នឹងហើយបើយើងមកវត្តដើម្បីអន្សំបុណ្យយើងមកហ្នឹងដាក់ភ្នែកមកផងមើលទស្សនភាពជំវិញវត្តតើវត្តហ្នឹងមានកន្លែងណាមួយដែលយើងអាចធ្វើបាននោះហ្នឹងហើយបើសិនបើឃើញសាលានៅក្នុងវត្តហ្នឹងប្រឡាក់ដោយធូលីឬក៏មានកំតិកំទីននៅលើអត់ការ៉ូអញ្ចឹងណាហ្នឹងហើយបើអាចជូតបានក៏ជូតទៅបើអាចបោសបានក៏បោសទៅហ្នឹងហើយយើងធ្វើចិត្តហ្នឹងឲ្យរីករាយឲ្យសប្បាយនៅក្នុងការទទួលយកណាញោមអាហ្នឹងមានឈ្មោះថាបំពេញនៅកុសលហ្នឹងហើយការដែលយើងមកកាន់វត្តដោយនាំមកនៅចង្ហាន់ភោជននេះទី1យើងអាណិតដល់អ្នកបួសហ្នឹងហើយយើងអាណិតដល់ព្រះសង្ឃដែលលោកជាអ្នកទ្រទ្រង់នៅក្នុងព្រះពុទ្ធសាសនាហើយយើងធ្វើហ្នឹងគឺដើម្បីបានជាប្រយោជន៍ហ្នឹងហើយប្រយោជន៍ដល់សពសត្វនិករួមទាំងខ្លួនឯងហ្នឹងបានឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាសាលហិតទាំង7សន្តានរបស់យើងដែរហ្នឹងអញ្ចឹងយើងមកហ្នឹងមកអន្សំបុណ្យមកអន្សំកុសលហ្នឹងអញ្ចឹងយើងអាចឆ្លៀតបានយើងទាញបោសសម្រាមនៅក្នុងវត្តអញ្ចឹងទៅហ្នឹងហើយដូចនៅក្នុងវត្តរបស់យើងនេះសម្បូរទៅដោយអ្នកចិត្តបុណ្យមិនអញ្ចឹងញោមណាហ្នឹងហើយដូចញោមវ៉ាដូចញោមរំអីនេះឃើញទេគាត់ខ្នះខ្នែងហ្នឹងហើយគាត់មកវត្តម្ដងគាត់ប្រគេនតិចទានវត្ថុទានមិនតែប៉ុណ្ណោះគាត់ជួយបោសសម្រាមជួយជំរះស្មៅនៅលើព្រះវិហារឬក៏នៅខាងក្រោមតាមអ្វីដែលគាត់អាចធ្វើទៅបានហ្នឹងដូចជាងតឡាយដែលខំប្រឹងធ្វើកិច្ចការនៅក្នុងវត្តនេះសុទ្ធតែជាអ្នកអន្សំញញោមអន្សំនៅពូជបុណ្យណាញញោមអន្សំពូជកុសលណាញញោមហ្នឹងហើយអញ្ចឹងគាត់យកនៅតិចទានវត្ថុទានហើយគាត់ធ្វើចិត្តរបស់គាត់នឹងឲ្យស្អាតឲ្យល្អហ្នឹងហើយគាត់បំពេញទានកុសលរបស់គាត់នឹងល្អអត់ខ្ចោះញាតិញោមហ្នឹងហើយគាត់ឆ្លៀតជួយកិច្ចការកសាងក្នុងវត្តហ្នឹងហើយដូចញោមលោតអីនេះឃើញហ៎គាត់ជួយរៀបឥដ្ឋអញ្ចឹងទៅហ្នឹងហើយដូចញោមម៉ឹងអីហ្នឹងឃើញហ៎គាត់ធ្វើចតសរបងវត្តអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអ្នកទាំងអស់នោះសុទ្ធតែជាអ្នកមានឆន្ទៈគោលបំណងហ្នឹងគឺថាចង់ធ្វើយ៉ាងណាឲ្យតែវត្តហ្នឹងរីកចម្រើនហ្នឹងហើយអញ្ចឹងកិច្ចការមួយចំនួនហ្នឹងត្រូវការប្រើដល់កម្លាំងបាយហ្នឹងហើយដែលត្រូវគេហៅថាប្រើដល់កម្លាំងណាញញោមហ្នឹងហើយយួរនឹងកតោហ្នឹងហើយធ្វើយ៉ាងណាឲ្យបានដើម្បីឲ្យមានប្រយោជន៍ដល់វត្តអារាមហ្នឹងឃើញទេពួកគាត់ព្យាយាមជាពិសេសគឺជាងតែម្ដងញាតិញោមហ្នឹងហើយនៅវត្តសាសនារបស់យើងនេះជាងមានច្រើនណាស់ញាតិញោមជាងមានច្រើនមែនទែនហ្នឹងហើយជាងច្រើនណាស់ញាតិញោមអូរាប់មិនអស់ទេរឿងជាងញាតិញោម